សូមលើកយកប្រធានបទ24កក្កដាខ្មែររងការបាញ់ប្រហារពីថៃនៅថ្ងៃទី24កក្កដាឆ្នាំ2025ថៃបានបើកសង្គ្រាមបាញ់ប្រហារមកលើប្រទេសកម្ពុជាដែលធ្វើឲ្យវីរៈកងទ័ពកម្ពុជាជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់និងពលីជីវិតនៅក្នុងសង្គ្រាមការពារទឹកដីនៅសង្គ្រាមដែលថៃបានបង្កនោះធ្វើឲ្យខូចខាតនៅផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាជាច្រើនហើយថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគ្មានញញើតឡើយបន្ទាប់ពីសង្គ្រាមបានផ្ទុះកើតឡើងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចូលទៅប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ីឯកភាពនៅក្នុងការបោះឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025ប៉ុន្តែរឿងរ៉ាវដែលយើងនឹកស្មានមិនដល់ភាគីថៃចូលមកចាប់វីរៈកងទ័ពកម្ពុជានៅក្នុងទឹកដីកម្ពុជាក្រោយបោះឈប់បាញ់ចូលជាធរមានភ្លាមនៅថ្ងៃទី29ខែកក្កដាឆ្នាំ2025ហើយនៅថ្ងៃទី1ខែសីហាឆ្នាំ2025ភាគីថៃប្រគល់វីរៈកងទ័ពកម្ពុជាត្រឹមតែ2រូបតែប៉ុណ្ណោះដោយឃើញសភាពគាត់ហើយនាងខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់នាងខ្ញុំជូរីល្អហួរតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់សូមស្នើឲ្យភាគីថៃប្រគល់វីរៈកងទ័ពកម្ពុជាទាំង18រូបដើម្បីឲ្យពួកគាត់អាចមកជួបជុំគ្រួសារយ៉ាងសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឲ្យបានឆាប់រហ័សបំផុតក្នុងនាមប្រជាជនកម្ពុជាក៏សូមអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងមុតមាំទៅលើទាហានថៃដែលបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃតាមរយៈការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបណ្ដាលឲ្យរងរបួសនិងស្លាប់នៅភូមិព្រៃច័ន្ទកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025សង្គ្រាមមិនមែនជាដំណោះស្រាយនោះទេការចរចានិងសន្តិភាពទើបជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរហើយនាងខ្ញុំក៏សូមគោរពសរសើរទៅដល់ភាពអត់ធ្មត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបាននាំមកនូវសន្តិភាពមកជូនប្រទេសកម្ពុជាហើយនាងខ្ញុំក៏សូមគោរពអរគុណទៅដល់ថ្នាក់ដឹកនាំដែលតែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋគ្រប់រូបហើយនាងខ្ញុំក៏សូមគោរពអរគុណយ៉ាងអនេកពីចម្ងាយទៅដល់លោកអ៊ំលោកពូដែលជាវីរៈកងទ័ពកម្ពុជាជួរមុខទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីសូមបារមីបុព្វបុរសខ្មែរគ្រប់ចំនួនការពារឃុំក្រុងវីរៈកងទ័ពកម្ពុជាឲ្យឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងកម្ពុជាមិនត្រូវការសង្គ្រាមកម្ពុជាត្រូវការសន្តិភាព Cambodia has always lived in peace but now fear grows because Thailand started the war we never asked for we don't want fight we just want peace we are not enemy we are neighbor a human who deserve a safety and a future without hate or war thank you